ជូនរឿងប្រពន្ធមួយរាត្រីភេទទី11បរិយាកាសតាំងពីពេលថ្ងៃមកដល់ពេលយប់អាប់អ៊ូម៉ូលីដែលធ្លាប់តែសរសៃររីពេលនេះមិនមកបង្ករកណាជាពិសេសកៅស៊ីងនេះមិនសូម្បីតែមើលមុខឃើញហាក់ដូចចង់លោតផាត់មុខគេឲ្យកប់នឹងដេកចំណែកស្ត្រីចំណាស់ទាំងពីរដូចមនុស្សអស់សង្ឃឹមរកវិធីឲ្យកំឡោះទាំងពីរមើលមុខគ្នាមិនទាន់បានកៅស៊ីងក៏ស្ងប់ស្ងាត់ខុសធម្មតាធ្លាប់តែរស់រាយបែរជាមិននិយាយស្ដីឬមិនញញឹមញញែមដែរអ្នកណាគេធ្វើត្រឹមលើកកៅស្រាផឹកពេលអកចាក់ថែមធ្វើបែបនេះទាល់តែសារចិត្តអស់កន្លះដងមីងយាមិនស្រួលខ្លួនពេលយកអាហារល្ងាចហៅខ្ញុំសុំទៅកំដរនេះគឺជាសម្ដីរបស់ម៉ូលីដែលតាក់មុននៅតែខឹងសម្បាសឹងតែចាប់អ្នកដែលនៅទើសតែងភ្នែកកាច់កឲ្យបានមួយគឺប្រហែលជាចង់បន្តម្ដាយរបស់ខ្លួនដែលគ្រប់គ្រងឲ្យនាងរៀបការជាមួយកៅស៊ីងឃើញសត្វរបស់គេដែរទីគេប្រមាថមើលងាយកូនស្រីរបស់ខ្លួនឯងខ្លាំងប៉ុណ្ណាថ្នាក់ប៉ារបស់នាងនៅខឹងឃើញបែបនេះហើយនាងក៏ចង់ដឹងធម្មតារបស់នាងនឹងចង់ឲ្យនាងរៀបការជាមួយប្រុសម្នាក់នោះដែរឬទេមនុស្សប្រុសដូចចាងកៅស៊ីងមានតែទ្រព្យតែអន់ចរិតគ្មាននរណាចង់យកធ្វើជាប្តីគឺសម្ដានគេយកដល់ថ្នាក់នេះម៉ូលីគិតមិនខុសដែលធ្លាប់និយាយថាមនុស្សប្រុសដូចចាងកៅស៊ីងឲ្យព្រីក៏មិនយកថ្នាក់ម៉ូលីមិនយកចោះស្អីផ្ទៃនាងមានកំណត់ដូចម៉ូលីទីនៅក្នុងនោះកៅស៊ីងមិនចាប់អារម្មណ៍កំណត់អ្នកណាទាំងអស់មិនថាជាម៉ូលីឬជាអ្នកណាចង់ថាយ៉ាងម៉េចក៏គេមិនចង់ដឹងត្រឹមតែម្នាក់ហុងមីងជីនាងនឹងយល់យ៉ាងណាចំពោះគេសំឡេងគូទ្វារបន្លឺឡើងអ្នកដែលដេកនៅខាងក្នុងគ្មានកម្លាំងកំហែងនឹងងើបមកបើកទ្វារនាងធ្វើបានត្រឹមតែសែក5ចូលមកម៉ូលីមិនបានចាក់សោតទេមីងជាគិតថាជាម៉ូលីមិនដឹងថាជាកៅស៊ីងទៅវិញទេដែលលបចូលមកក្នុងផ្ទះសម្រាប់របស់នេះនឹងមិត្តនារីដែលស្នាក់នៅតែពីរនេះកៅស៊ីងបាត់ទ្វារដើរចូលមកក្នុងបន្ទប់មើលរៀងតូចដាក់ដេកអោបដៃក្នុងភួយមួយសន្ទុះមុននឹងបែរទៅបិទទ្វារថ្នមគេឃើញនាងរងាញ័រនឹងភ្លាមថានាងមិនបានមីយីធ្វើពុតជាឈឺដូចស្រីដតីដែលប្រើល្បិចនេះបោកគេរាប់មិនអស់ដើម្បីទាមទារការចាប់អារម្មណ៍សម្រាប់ហុងមីយីមិនបានទាមទារតែគេមកដល់ខ្លួនឯងមកព្រោះបារម្ភគេអង្គុយក្បែរអ្នកជំងឺក្រែទត់តែមីយីនៅតែបិទភ្នែកលើកដៃញីស៊ីតស្ងាឯងមិនទៅនិយាយជាមួយប៉ាម៉ាក់សិនទេឬខ្ញុំប្រាប់ហើយថាខ្ញុំមិនអីនោះទេក្រែងថាមានរឿងចង់ចម្រាស់បញ្ជីឲ្យឆ្លាស់ឆ្លាស់នោះអីមុននេះម៉ូលីប្រាប់ថាចង់និយាយរឿងរវាងខ្លួនឯងនិងចាងកៅស៊ីងជាមួយម្ដាយឲ្យចោះសពគ្រប់ព្រោះបន្ទើការរៀបការជាមួយប្រុសព្រាននិងចាត់ទុកនោះស្រីត្រឹមជាតុក្កតាម៉ូលីបដិសេធដាច់ខាតមិនយល់ដល់ចាស់ទុំដែលជាអ៊ំថ្លៃទេលើកនេះទូទៅកាត់ការក៏មិនខ្លាំងមីងយាបើភ្នែកពេលឃើញថាអ្នកម្ខាងទៀតនៅស្ងៀមមិននិយាយស្ដីតាំងពីចូលមកក្នុងបន្ទប់ហើយក៏ឃើញថាអ្នកដែរមកមិនមែនជាម៉ូលីប៉ុន្តែជាចាងកៅស៊ីងនាងបោកភ្នែកធំមើលគេគិតចង់ទៅក្រោយគេប៉ុន្តែក៏ត្រូវគេចាប់ទាញដៃអ្នកនាងកាត់អីគ្រុនឬនាងមិនតបតែបែរជាដេញគេសុំចេញទៅលោកចូលមកក្នុងនេះវាមិនល្អសម្រាប់ខ្ញុំនោះទេខ្ញុំគួរឲ្យខ្ពស់ដល់ថ្នាក់នេះមិនចង់ចូលចិត្តឬហេតុអ្វីបានជាមិនល្អលោកជាមនុស្សប្រុសដែលមិនល្អតែគ្មានស្អីល្អឯណាចង់ចូលចិត្តនាងតបបានច្បាស់លាស់ខ្លាំងណាស់ធ្វើឲ្យកៅស៊ីងចុកតែមិនបង្ហាញឲ្យឃើញអាការៈខឹងសម្បាឲ្យឃើញគេរញឹមដាក់នាងដូចជាស្ពឹកនឹងពាក្យចាប់ប្រកាន់ទាំងអស់នេះទៅហើយតែនាងលេងជីកកកាយមកថាឲ្យគេវាក៏ចាប់ដើមសាំងខ្ញុំឬដែលស្អីល្អមិនចង់ចូលចិត្តចុះតែនាងជាស្អីល្អឬមិនល្អអ្នកដែលដេកជាមួយខ្ញុំតាំងពីថ្ងៃដំបូងដែលជួបគ្នាតែនាងគិតថាឲ្យហើយជាអ្វីល្អពេលខឹងកៅស៊ីងនិយាយស្ដីដូចឆ្កែព្រុសពីរោះនោះឯងមនុស្សឆ្មាស់ដូចជាគេនិយាយអីគឺដូចតែកំភ្លេងដែលស្លាប់ព្រុសមាត់ចេញទៅខ្ញុំចង់គេក៏គេទៅខ្ញុំនៅកំដរមិនចាំបាច់តោះតែម៉ូលីមកខ្ញុំមិនចង់ឃើញមុខលោកនាងនិយាយត្រង់បំណងដេញគេឲ្យចេញទៅកុំមកលេចមុខមករំខានទៀតព្រោះប៉ុណ្ណឹងនាងស្អប់គេខ្លាំងណាស់ទៅហើយប្រហើននាងស្អប់តែខ្ញុំនឹកមីងជីគេសារភាពមីងជាបបនេះធំមើលគេដែលនិយាយមិនចេញមិនមែនថាសប្បាយចិត្តប៉ុន្តែភ្ញាក់ផ្អើលដែលគេនិយាយមិនចេះទប់មាត់គេប្រហែលជានិយាយស្ដីបែបនេះដាក់ស្ដីគ្រប់គ្នា
នាងហៅមនុស្សប្រភេទនេះថាចិត្តងាយកើស៊ីងវាចូលមកចិនស្វាចាប់នាងអោបបង្ហាញថានឹងនាងខ្លាំងប៉ុណ្ណាមីងជាព្យាយាមលើបំរាស់រុញច្រានដោយសារស្អប់ខ្លាចការប៉ះពាល់របស់គេខ្លាំងណាស់មិនថាពេលនេះឬពេលណានោះទេធ្វើដូចនាងជាស្រីព្រះផ្ដាតែរឿងមួយនាងមិនមែនដៃគូលើក្រែរបស់គេនាងចាំបានថាធ្លាប់រាប់គេតាំងពីដំបូងប៉ុន្តែគេមិនចាំមីងជីរុញច្រានគេចេញតែមិនបានផងកៅស៊ីងអនថាបបោមកនាងយ៉ាងរហ័សប្រភេទដែលនាងមិនទាន់បានត្រៀមខ្លួនថាគេនឹងធ្វើបែបនេះមកលើនាងរុញច្រានគេចេញប៉ុន្តែកៅស៊ីងនៅតែថាម្ដងហើយម្ដងទៀតតើតានាងមានផ្លូវកិច្ចត្រូវព្រមឲ្យគេធ្វើបែបនោះតាមចិត្តដល់ពេលសុំចិត្តបងហើយទើបគេដកបបោមកចេញមើលចុះថ្នាក់នាងឈឺគេនៅធ្វើបានទីនាងចង់សៃសួរគេថាបែបដងគេធ្វើពីអ្វីស្បីម៉ូលីក៏គេធ្វើបានហើយនៅមាននាងដែលឈឺងើបមិនរួចគេនៅមានចិត្តយករៀបនាងបានទៀតនាងចង់ដឹងណាស់ថាគេនៅមានចិត្តភ្ញាក់រលឹកខ្លះឬអត់ឬគិតតែយកការសប្បាយរបស់ខ្លួនជាសំខាន់សំទោសបានមិនឃើញតាប់ភ្នែកគឺប្រហែលជាមិនសំទោសដែលមីងជីយំមិនមែនចង់ឲ្យគេយកយល់អីបន្តិចទេនាងយំព្រោះឈឺចិត្តដែលមួយជីវិតនេះមានឱកាសបានជួបមនុស្សសន្តានថោកទាបដូចជាគេមិនបាច់មកសំទោសខ្ញុំទេខឹងខ្ញុំឬស្អប់តើនិយាយពាក្យថាស្អប់ទៅត្រូវពធអើយមីងជីខ្ញុំនឹងម៉ូលីគ្រាន់តែលោកមកងាយមកទៅខ្ញុំលោកមកងាយខ្ញុំគ្រាន់តែចង់ធ្វើឲ្យនាងប្រច័ណ្ឌគេនិយាយថាគ្រាន់តែចង់ឲ្យនាងប្រច័ណ្ឌមែនទេការសឹងមានអារម្មណ៍ថាណែបំពង់កោពេលដែលចង់និយាយពាក្យនោះដូចមិនមែនជាខ្លួនគេវាខុសនឹងចរិតរបស់គេរហូតដល់ទៅការលេបពាក្យនោះចូលទៅក្នុងចិត្តវិញគេលុកដៃទៅស្ទាបថ្ងាសរបស់នាងខ្ញុំនាំនាងទៅរកពេទ្យនិយាយដល់ពេទ្យមីងយាក៏បាត់រសែតលឿនដូចជូមិនទៅការសឹងមើលអ្នកដែលសុកព្រោះខ្លួនដេកខ្លុំភួយបែរខ្នងដាក់គេផ្នែករបស់នាងបានមិញមើលទៅដូចជាខ្លាចអ្វីម្យ៉ាងអ្នកកំឡុងចម្លែកចិត្តតែមិនសួរនាំគេសួរតាពីអាការៈឈឺរបស់នាងដែលកាប់ព្រួយបារម្ភប៉ុណ្ណោះអ្នកនាងធ្វើមុខមែនទេជឿក្បាលដែរអត់នាងតបខ្លីៗដល់សម្លេងរឹងបិទភ្នែកនៅស្ងៀមស្តៀងនឹងបណ្ដេញឲ្យគេចេញទៅបានហើយការស៊ីងនៅតែរីរែងគេមើលនាងមួយសន្ទុះធំមុននឹងងើបឈរបំរុងចេញទៅតែមិនទុកចិត្តព្រោះនាងមានមុខស្លេកស្លាំងថាទាំងខ្លួនក្តៅដូចភ្លើងទៀនតាមពិនអ្នកកំឡោះចង់បីនាងទៅរកពេទ្យពេលនេះអត់ដឹងណាណែតែម្ដងគេប្រហែលជាមានអារម្មណ៍ថាបារម្ភខ្លាំងដែលកើតឡើងនៅក្នុងចិត្តពេលដែលការស៊ីមានអារម្មណ៍សរស័ព្ទសសខ្វល់ខ្វាយគ្រប់សារពើអត់ដែលច្បោចច្បល់នៅក្នុងចិត្តមកដល់ពេលនេះនៅតែមិនទាន់ដឹងពីអារម្មណ៍ទាំងនោះថាព្រោះហេតុអ្វីបានជាបារម្ភពីមីងជាខ្លាំងណាស់ណាដែលពេលនេះមីងជាមិនសំបីតែនិយាយរកនាងប្រហែលជាមិនចង់និយាយជាមួយគេទេដឹងអ្នកកំឡុងលុកដៃទៅចាក់សោខ្សែភ្នែកនៅតែអាឡោះអាឡៃមើលអ្នកដែលដេកអប់ដៃនៅក្នុងភួយក្រែហើយពេលដែលចាប់មួសោនោះមិនទាន់ទាំងបានបើកផងក៏ឃើញនាងស៊ូងើបចុះពីក្រែរត់ចូលបន្ទប់ទឹកហើយបានលើសំឡេងក្អួតទៅស្ទុះរត់ទៅរកនាងក្អួតចឹងអោដល់ថ្នាក់ហូតទឹកភ្នែកហូតទឹកសម្បាវពេលឃើញមីងជាក្អួតរហូតទាល់តែអស់កម្លាំងងើបមកអោបបានលៀងមុខទៅកៅស៊ីងចូលទៅគ្រាមីងជីទៅរួយអត់នឹងទៅរកពេទ្យល្អជាងនាងក្បីក្បាលអះអាងម្ដងទៀតខ្ញុំសុំគេមួយសន្ទុះសិនបានហើយជួយល្អសុំប៉ារ៉ាមួយគ្រាប់បានហើយនាងនិយាយទាំងដែលបិទភ្នែកដូចជាយាមរងាប់អាការៈវមុខមិនឲ្យខ្លួនឯងច្មិលកៅស៊ីងគ្រានាងចិត្តមកដល់ក្រែទៅហើយបន្ទាប់បានដាក់នាងឲ្យដេកសួរបួផងនាងក៏ទន់ជើងយ៉ាងតន់ហោនៅក្នុងរង្វង់ដៃរបស់គេអ្នកកំឡោះហើយជាច្រើនដងតែមីងជាមិនព្រមឆ្លើយវាបង្ហាញឲ្យឃើញច្បាស់ថានាងស្លាប់បាត់ទៅហើយចុងក្រោយក៏សម្រេចចិត្តបីនាងចេញពីបន្ទប់ដើម្បីទៅមន្ទីរពេទ្យដែលនៅជិតបំផុតហើយគណៈដែលកំពុងតែបើកទ្វារនោះក៏ទៅភ្ញាក់ផ្អើលពេលដែលឃើញអ្នកឈរនៅជើងចំពោះមុខពូតូចម៉ូលីមើលគេនឹងមកសម្លាញ់ដែលស្លាប់នៅក្នុងរង្វង់ដៃអ្នកកំឡោះវិនាទីដំបូងគិតថាចាស់កាស៊ីងធ្វើបាបមិត្តរបស់ខ្លួនមីងជាបន្ទុកខ្លួនខ្ចោះក៏ស្លាប់បាត់ទៅហើយខ្ញុំនាំនាងទៅពេទ្យហើយម៉ូលីនៅមិនទាន់បានសួរនាំអីផងកាស៊ីងក៏ដើររលាយរត់ស្ដាយទៅឡានរបស់ខ្លួនឯង
ដែលចុចនៅមុខទេធ្វើឲ្យគ្រប់គ្នាដែលនៅខាងក្រៅបានឃើញហេតុការណ៍ទៀនឡុងជាអ្នករត់មករកបងប្រុសមុនគេបើកទ្វារបងទី2អ្នកកំឡោះបញ្ជាបងមកដល់សំឡេងមាំទៀនឡុងដែលប្រងទូននាំថាមានអ្វីកាត់ឡើងក៏មកបើកទ្វារតាមបញ្ជារបស់បងប្រុសបែបមីងមែងពីតែម្ខាងទៀតដាក់មីងជានៅក្នុងឡានហើយក៏រត់មកបើកទ្វារឡានចូលអង្គុយនៅកន្លែងបើកកៅស៊ីងមិនបានប្រាប់សិនទេឬថាមានអ្វីកាត់ឡើងហើយឯងទៅបីមីងជាបានមកយ៉ាងម៉េចក្រែងនេះនៅក្នុងបន្ទប់ដេករបស់នាងមិនតើហើយចុះនាងកាត់អីហ្នឹងចាក់ខ្ញុំមកវិញខ្ញុំនិយាយប្រាប់បងគេផ្សាយប្រាប់ពេលដែរទៀងទ្វារបិទលឺខ្លាំងហើយបើកឡានចេញទៅមីងជាដឹងច្បាស់តាំងពីវិនាទីដែលនាងមានអារម្មណ៍ថារាងកាយនាងមិនប្រក្រតីនាងមិនសួរខ្លួននោះគឺជាមុខសញ្ញានៃជំងឺបន្ទាប់ពីលេងទឹកសមុទ្រនៅក្រោមពន្លឺថ្ងៃក្តៅពីថ្ងៃមុននោះជាមូលហេតុធ្វើឲ្យនាងគ្រុនក្តៅខ្លួនតែមូលហេតុមួយទៀតដែរមុននេះនាងសង្ស័យពេលនេះនាងសឹងតែប្រកាសចិត្តពីអាការៈរបស់ខ្លួនឯងទៅដើមមកមិនទៀងហើយពេលដែលពេលសួរថារៀបការរួចហើយមិនទៀងនាងភ្ញាក់ផ្អើលសឹងតែស្លន់ពេលជួបនឹងសំណួរនេះលោកគ្រូពេទ្យម្នាក់នោះប្រហែលជាឃើញថានាងមកជាមួយមនុស្សប្រុសដែលបង្ហាញឲ្យឃើញពីសកម្មភាពថាព្រួយបារម្ភពីនាងខ្លាំងហាក់ដូចស្វាមីភរិយាសំណួរនោះធ្វើឲ្យនាងនៅស្ងៀមមុននឹងសម្រេចចិត្តសួរខ្ញុំមានផ្ទៃពោះឬអត់ពេទ្យតបដោយប្រយោគដែលដូចជាសម្លាប់មីងជីឲ្យសត្វទាំងរស់តែម្ដងនាងមានផ្ទៃពោះឬអីក៏ឆាប់ដល់ថ្នាក់នេះហើយនាងក្រមុំក៏អត់នឹងលើកដៃឯងពោះខ្លួនឯងមិនបានប្រហែលខែហើយវាឆាប់រហ័សដល់ថ្នាក់នាងតាំងខ្លួនមិនទាន់ហើយកូនដែលនៅក្នុងផ្ទៃរបស់នាងបើសិនជាកើតមកដោយក្តីស្រឡាញ់នាងប្រហែលជាស្រឡាញ់អស់ពីបេះដូងតែនាងកើតមកដោយមិនបានតាំងចិត្តកូនអើយកូនហេតុអីមកកើតនៅពេលនេះនាងភ្នែកបណ្ដេញតំណក់ភ្នែកដែលរកចង់ហូរពេទ្យឲ្យនាងសម្រាប់មកនឹងដែរជាងទៅលោកគ្រូពេទ្យនាងហៅពេទ្យម្នាក់នោះពេលដែលនឹកឃើញកុំអាប្រាប់គេខ្ញុំចង់ប្រាប់គេតែផ្ទាល់នាងស្មងវល់លីឡាមិនជាដាក់ពេទ្យម្នាក់នោះចំណែកលោកគ្រូពេទ្យកាលពីដំបូងក៏សង្ស័យប៉ុន្តែក៏សន្យាជាមួយអ្នកជំងឺព្រោះឃើញភាពមិនសប្បាយចិត្តតាមរយៈទឹកមុខថែមទាំងអង្វរក៏ត្រង់ខ្សែភ្នែកទៀតផងទុកគេយប់ព្រមមីងជាដល់នាងកាត់អីពេលពេទ្យចេញទៅបាត់មីងជាក៏ដេកនៅក្នុងបន្ទប់ម្នាក់ឯងពេលឮសំឡេងបើកទ្វារហើយចាំងកាស៊ីងក៏ស្ទុះមកអង្គុយអ្នកនាងយ៉ាងម៉េចហើយពេទ្យប្រាប់ថាកាត់អីអំបញ្ញមិញខ្ញុំឃើញពេទ្យប្រាប់ថាឈឺតែខ្ញុំគិតថាមានផ្ទៃពោះនាងអាចមានផ្ទៃពោះកាស៊ីងរីកគិតថាវាអាចទៅរស់ដែរទេគិតថាស្អីចុះគិតថាស្អីខ្ញុំគ្រាន់ធម្មតាទេចម្លើយរបស់មីងយាទៅអ្នកកំឡោះអស់សង្ឃឹមមែនហើយខ្ញុំគ្រាន់តែគិតថាអ្នកនាងកាត់អីរបស់គេគឺស្អីក៏មិនដឹងតែដឹងត្រឹមថាមីងយាគ្មានថ្ងៃហៅប្រាប់គេជាដាច់ខាតប្រាប់គេឲ្យបានសោះចំអកធ្វើអីមីងយាចង់តែទៅឈួនគ្មានឈួនហើយក៏កាត់មកហាត់អ្វីនាងមិនថោគិតថាចង់ទៅចំកូនគ្មានភាពជាម្ដាយនៅមិនបានគិតថានឹងមាននាងប្រងទទួលថាខ្លាចការមានគ្រប់គ្រួសារខ្លាចដូចម្ដាយខ្លួនឯងតែក្រំចិត្តព្រោះស្នេហាដោយសារស្វាមីហើយមានផ្ទៃពោះត្រឡប់ទៅសុខកំណើតខ្លាចការប្រមាថការទៀនពីអ្នកដទៃជាពិសេសលោកយាយហុងតែកាន់តែខ្លាចកាន់តែមិនចង់ឃើញហេតុការណ៍នោះវាបានកាត់ឡើងចំពោះនាងទៅហើយមិនដឹងថាទេវតាចង់ដាក់ទោសនាងរីយ៉ាងម៉េចនាងស្អប់ក្មេងមិនចង់មានតែនាងកាត់អីអត់មានទេបាត់ជាក្បាលហើយទេនៅសម្រាប់នៅទីនេះមកជប់ទេខ្ញុំនៅកំដរមិនបាច់អរគុណនាងនិយាយបានល្អខ្លាំងណាស់ការសិងតបប្រញ្ញាមិនដឹងជារកវិធីណាមកកោះមាត់នាងបានទៀតការពិតគឺចង់ធ្វើអ្វីម្យ៉ាងដើម្បីបង្កប់បង្ខំឲ្យនាងនិយាយដាក់ប្រយោគដែលមានប្រធានកិរិយាសព្ទនិងការបបល់ក៏ថាបានតែក៏មិនចាំបង្កប់មិនចាំបំផ្លាញទឹកចិត្តអញ្ចឹងសម្រាប់20នាទីទៅខ្ញុំទៅទទួលឆ្នាំហើយមកទទួលអ្នកនាងទៅវិញពេលលើប្រយោគនោះមីងជាសឹងតែលោតចុះពីលើក្រែតែម្ដងនាងទើបតែនឹកឃើញថាមានរឿងដែលត្រូវបិទបាំងមិនបាច់ខ្ញុំជាហើយខ្ញុំទៅយកឆ្នាំខ្លួនឯងបើមិនដែរឲ្យគេទៅទទួលឆ្នាំជំនួសគេច្បាស់ចិត្តដឹងហើយថានាងមានផ្ទៃពោះនាងទៅបង្ខំចិត្តងើបចុះពីក្រែទាំងដែរនៅវល់មកពេលលោតចុះពីក្រែបានក៏ជំមើទៅបុកនឹងដើមទ្រូងធំទូលាយរបស់អ្នកកំឡោះដែលឈើក្បែរការសេងអប់នាងជាប់ហើយមើលអ្នកនៅក្នុងរបងដៃដោយការព្រួយបារម្ភឃើញទេរឿងក្បានណានៅក្នុងរបងដៃអន់មុខជប់នាងមិននិយាយអី
មានតែខ្សែភ្នែកខឹងសម្បាពេលទប់ខ្លួននឹងហើយក៏ដើរចេញពីបន្ទប់ដោយមិនងាកមកនិយាយអីជាមួយនឹងគេប៉ុន្តែចំនួនដែលខឹងកៅស៊ីងបែរជាញញឹមតាមមើលស្អីក្បាលរឹងដែលដើរចេញទៅការពិតខ្មាស់អៀនបែបនេះគួរឆ្លាញ់មួយបែបដែរប៉ុន្តែពេលដែលដើរចេញមកបែរជាឃើញអ្នកដែលឈរនៅត្រង់នោះម៉ូលីមកតាំងពីពេលណាក៏មិនដឹងតែពេលចេញពីបន្ទប់ពិនិត្យក៏ឃើញមិត្តអង្គុយចាំនៅមុខបន្ទប់មុននេះកាស៊ីងជាអ្នកនាំមិញជាមករកពេនបើមិនឃើញកាស៊ីងនៅមុខបន្ទប់ពិនិត្យនោះមានន័យថាគេនៅខាងក្នុងជាមួយនឹងមិញជាម៉ូលីមិនได้ឲ្យកំឡោះក្រមុំនៅជាមួយគ្នាតែពីរនាក់ដោយមានចេតនាខ្សែភ្នែករបស់នាងមើលមកមុតមិនព្រិញតែមើលទៅចាំងកាស៊ីងដោយខ្សែភ្នែកត្រជាក់ស្រេងម៉ូលីមិញញាក់ភ្ញាក់ផ្អើលដល់ថ្នាក់ទៅរហ័សគេចេញពីការអវសររបស់កាស៊ីងម៉ូលីងើបឈរដើរមករកមិត្តដែលទឹកមុខដែលមិនអាចដៅអារម្មណ៍បានម៉ូលីបន្ទាប់មានអាការៈបែបនេះតាមធម្មតានាងមិនដែលឃើញទើបឆ្ងល់ថាតាមពិតទៅមិត្តកំពុងតែគិតអ្វីមិញជាដឹងត្រឹមតែថាមានអារម្មណ៍ថាខ្លាចម៉ូលីទីនេះឲ្យចេញឆ្ងាយពីកាស៊ីងធ្លុំធ្លុំតែបង្កប់ដោយពលឺភ្នែករឹងកំព្រឹសទៅវិញមិញជីសំឡេងក៏រៀស្មាទៅយកតាមសិនមិញជាតបដើរសំឡេងដាស់ទៅដុំមិនបាច់ទេខ្ញុំទៅយករួចហើយតោះទៅវិញយករួចហើយអញ្ចឹងឬម៉ូលីដឹងទៅហើយថានាងកាត់អីនាងមិនបានឈឺគ្រុនធម្មតាតែនាងឈឺជំងឺខ្លាំងជាងម្ដាយអ្នកម្ដាយរបស់កូននាងមានផ្ទៃពោះម៉ូលីខ្ញុំទៅវិញពីតាមមួយម៉ាត់ខ្លីនោះនិយាយតែមួយម៉ាត់ប៉ុណ្ណោះម៉ូលីក៏ទាញដៃនាងឲ្យដើរចេញទៅធ្វើប្រងើយតែមិនចាប់អារម្មណ៍នឹងនិយាយរកអ្នកកំឡោះសំបីតែមួយម៉ាត់ទុកឲ្យកាស៊ីងឈើអស់សង្ឃឹមនៅត្រង់នោះអស់សង្ឃឹមដែលមានជារបូតពីដៃរបស់គេទៅហើយទោះជាគ្រាមួយក៏ដោយតែវាដូចជារៀងរហូតយ៉ាងម៉េចក៏មិនដឹងអ្នកកំឡោះមានអារម្មណ៍លហេលហេវនៅក្នុងចិត្តចង់នៅចិត្តនេះរហូតមិនឲ្យទៅណាឆ្ងាយជាពិសេសពេលនាងឈឺគឺមានអារម្មណ៍ថាបារម្ភសែនបារម្ភ